ការសេពគប់បងប្អូនបើប្អូនសេពគប់ខុសប្អូនទទួលបានថ្នាំពុលផ្ទុយទៅវិញបើប្អូនសេពគប់ត្រូវប្អូនទទួលបានថ្នាំបើពីរនឹងខុសគ្នាមួយបូកមួយដកប៉ុន្តែចង់បានមួយណាថ្នាំពុលឬថ្នាំបើបើប្អូនចង់បានថ្នាំបើប្អូនត្រូវឆែកមិត្តភាពរបស់ប្អូនសារឡើងវិញជាពិសេសនៅក្នុងវ័យក្រោម25ឆ្នាំបងបញ្ជាក់ម្ដងទៀតណាសេពគប់ត្រូវប្អូនទទួលបានថ្នាំបើកម្លាំងធ្វើឲ្យប្អូនរីកចម្រើនខ្លាំងជាងមុនទ្វេគុណផ្ទុយទៅវិញហ៊ានតែប្អូនសេពគប់ខុសខ្លួនឯងនាំទុកមកខ្លួនឯងរហូតពេញមួយជីវិតពិបាកហើយជាពិសេសហើយរឿងសេពគប់ជាមួយនឹងមិត្តមួយចំនួនដែលនាំប្អូនទៅសេពគ្រឿងញៀននាំគ្នាផឹកស៊ីនាំគ្នាជក់វ៉ែបជក់បរិយអេឡិចត្រូនិកជក់បរិយអត់អេឡិចត្រូនិកក៏ដោយនាំគ្នាទៅសាក់ពេញមុខនាំគ្នាទៅបាញ់ហ្គេមនាំគ្នាទៅប្រពាក់ប្រពូនប៉ូលីសចាប់ប៉ុន្តែឃើញ Facebook រាល់ថ្ងៃបកមកវិញអ្វីដែលបងចង់ប្រាប់ឥឡូវនេះបងឯងឆែកឲ្យមែនទែនហើយមានតែបងឯងខ្លួនឯងទេពីព្រោះម្ដាយឪពុករវល់ហើយអញ្ចឹងបើបងឯងអត់ចេះឆែកបងឯងអត់ចេះជ្រើសមិត្តភាពអាចសម្លាប់ប្អូនមិនមែនត្រឹមតែថ្ងៃហ្នឹងទេពេញមួយជីវិតបងប្រាប់ឲ្យហើយយុវជនខ្លះខូចក្មេងហ្មងមិនមែនបងសម្លុតទេណាអានេះបងប្រាប់ព្រោះជីវិតប្អូនផ្សេងជីវិតបងផ្សេងអត់ពាក់ព័ន្ធគ្នាទេប៉ុន្តែបងប្រាប់ជាពន្លឺ